បាទជំរាបសួរលោកគ្រូខ្ញុំឈ្មោះផលឆានីនដែលផាតរបស់ខ្ញុំនឹងresponsible ពាក់ព័ន្ធជាមួយនឹងseeder and factory ហើយនិង feature unit testing អញ្ចឹង file ដែលពាក់ព័ន្ធវាមានចំនួន4ពាក់ព័ន្ធជាមួយនឹង database seeder database factory testing feature និង testing unit បាទអញ្ចឹងយើងចូលទៅ code អញ្ចឹងពាក់ព័ន្ធជាមួយនឹង database seeder នេះដែរគឺវាជា backend data population ដែលវាទៅការ provide data ទៅអភិនលើ UI ហើយ purpose របស់វាហ្នឹងគឺជា populate database ជាមួយ initial data សម្រាប់ទៅការ development testing ហើយសម្រាប់ database seeder PHP នេះគឺជា main seeder ខ្លះដែលវាទៅការ run method execute នៅពេលដែលយើង run PHP artisan db seed បាទហើយបច្ចុប្បន្នហ្នឹងយើងធ្វើការ create user មួយដែលមានឈ្មោះថាtest user បាទ username ហើយ email ហ្នឹងគឺ test@example.com បាទដែលយើងប្រើជាមួយនឹងuser factory នេះដើម្បី generate user data ហើយយើងអាច call ពី seeder ផ្សេងដើម្បីមក organize data population បានបាទអញ្ចឹងយើងអាចធ្វើការ test បន្តិចទៅបងខ្ញុំសូមclear មួយសិនអូខេហើយចាំgreat អូខេយើងប្រើ PHP artisan db set អូខេអញ្ចឹងវាអូខេហើយចូលដល់មួយទៀតពាក់ព័ន្ធជាមួយនឹងបាទអញ្ចឹងមួយទៀតពាក់ព័ន្ធជាមួយនឹង database factory ដែលនៅក្នុងនេះគឺយើងមាន file PHP មួយនេះគឺ user factory .php ដែលវាជាប្រភេទ backend test data generation វាទៅការបង្កើត fake data សម្រាប់ testing UI functionality ហើយវាគំនិតរបស់វានឹងគឺដើម្បី generate random test data សម្រាប់ទៅការ development testing user factory .php នេះគឺជា user model factory ដែលវាទៅការ define បាទdefine definition បាទ definition នេះគឺដើម្បី return default user attribute ហើយវាប្រើពាក់ព័ន្ធជាមួយនឹង fake name ហើយនឹង fake email បាទដើម្បីសម្រាប់ random data ហើយវានឹង automatic ទៅការ hash password ដើម្បីឲ្យ password មិនពេលយើងបញ្ចូលទៅវាធ្វើការ hash មិនមែនចេញជាលេខឬក៏អក្សរធម្មតាទេដើម្បីឲ្យ protect ពាក់ព័ន្ធជាមួយនឹង security ដែរហើយចំពោះនៅខាងក្រោមនេះគឺយើងមាន function unverify មួយនេះគឺសម្រាប់វាជា method សម្រាប់បង្កើត user ដោយអត់មានទៅការ email verification មកទេបាទអញ្ចឹងយើងអាចតែកន្លែងនេះបន្តិចពាក់ព័ន្ធជាមួយនឹង Tinker បាទអូខេអញ្ចឹងយើងពេលចូលមកដល់ហើយយើងអាចធ្វើការបង្កើត user ទៅចំនួនទៅថាបង្កើត10 user ចា៎ enter មកនេះគឺជា user ដែលយើងបានបង្កើតទាំង10អញ្ចឹងអានេះគឺជាប្រភេទ hash password ណាដែលវាបាន hash អញ្ចឹងយើងមើលធម្មតាpassword មិនមែនជា password បែបហ្នឹងទេគឺវា hash ដើម្បីឲ្យយើងមើលតែស្គាល់ណាបាទមួយទៀតយើងចូលមកដល់ពាក់ព័ន្ធជាមួយនឹង test feature បាទ test feature នេះគឺជា test UI functionality មិនជា parent ទេហើយតែពាក់ព័ន្ធជាមួយនឹង HTTP request route form page loading ហើយវាជា visual design styling
វាមិនមែនជានេះទេហើយកន្លែងនេះគឺវានឹងធ្វើការ check ពាក់ព័ន្ធជាមួយនឹងhome page load status 200នេះវានឹង add ទៅកាន់card អីចឹងទៅបាទអញ្ចឹងអានេះគឺវាជា feature test example ទេ test ពាក់ព័ន្ធជាមួយនឹង HTTP request ទៅធ្វើការទៅកាន់ application បាទហើយនេះគឺជា function ពាក់ព័ន្ធជាមួយនឹង function test ដែល application return success response នេះគឺcheck ក្នុងករណីដែល home page នឹង return status 200នេះត្រឡប់មកវិញហើយយើងប្រើពាក់ព័ន្ធជាមួយនឹង Laravel testing method disket ហើយនឹង asset status បាទអញ្ចឹងយើងអាចទៅធ្វើការ testing មើលសិនអូខេអញ្ចឹងខ្ញុំអាច test ទៅលើ feature អូខេអញ្ចឹងវាឃើញថាយើងផាសហើយមាត់ផាសនេះដោយសារក្នុងនេះមានតែមួយទេអញ្ចឹងយើងមាត់ផាសជាងអញ្ចឹងបើយើងចង់ឲ្យ specific ទៅលើ file ណាមួយយើងអាចបន្ថែមទៅfile example test.php អញ្ចឹងទៅអញ្ចឹងដូចគ្នាហើយមួយទៀតពាក់ព័ន្ធជាមួយនឹង test unit បាទ test unit នេះវាជាការ test isolated business logic អត់មាន HTTP អត់មាន database ពាក់ព័ន្ធហើយក៏អត់មាន browser ដែរវាជាការ test ពាក់ព័ន្ធជាមួយនឹងជួយ PHP function បាទសម្រាប់ធ្វើការ calculate ឬក៏ hyperclass អីចឹងទៅអូខេអញ្ចឹងអានេះពាក់ព័ន្ធជាមួយនឹង test pure PHP function ខ្លះដែលអត់មាន HTTP យើងកន្លែងនេះយើងមានប្រើ function test that true is true ដែលវាគឺជា basic assertion test យើងប្រើ PHP unit direct អូខេអញ្ចឹងអាចធ្វើការ test មើលអូខេអញ្ចឹងឃើញថាវាផាសហើយអញ្ចឹងបើយើងចង់ specific ទៅតែ file ដូចមុនដែរគ្រាន់តែបន្ថែមជាមួយ file specific ទៅ enter មកបានដូចគ្នាបាទអូខេអញ្ចឹងយើងអាចចូលតែទៅលើ database connection បន្តិចមើលថាវាបានឃើញពាក់ព័ន្ធជាមួយ user យើងអត់អញ្ចឹងខ្ញុំអាចចូល Tinker មកតោះមកខ្ញុំយក database connection get PDO អូខេនេះតោះមកទៀតយើងចូលទៅយក select យក user sample ដែលយើងបានបង្កើតពីខាងដើមណាបាទនេះគឺជា user ដែលយើងបានinsert មកបន្ថែមបាទអញ្ចឹងយើងមើលទី1គឺជា user ដែលយើងបាន run sample មកស្រាប់ហើយចាប់ពីទី2មកយើងគឺជា user ដែលយើងបាន insert ចំនួន10 user random មុនហ្នឹងបាទចំពោះ part របស់ខ្ញុំគឺចប់តាមហ្នឹងបាទអរគុណ